គន្លឹះទាំង5ថែរក្សាបេះដូងឲ្យសុខភាពល្អបងប្អូនដែលស្រឡាញ់សុខភាពជាពិសេសចង់ថែទាំបេះដូងឲ្យសុខភាពល្អកុំរំលងវីដេអូមួយហ្នឹងស្ដាប់ដល់ចប់ទាំងអស់គ្នាហើយកុំភ្លេចជួយ share វីដេអូហ្នឹងម្នាក់មួយផងពាក់ព័ន្ធជាមួយនឹងបេះដូងរបស់មនុស្សយើងតែកាលណាយើងញ៉ាំអាហារដែលល្អឬក៏យើងមានវិធីនៅក្នុងការថែទាំបងប្អូននឹងទទួលបាននូវសុខភាពល្អជាពិសេសបេះដូងបងប្អូនគឺអត់មានបញ្ហាក៏ដូចជាហានិភ័យនៅថ្ងៃក្រោយគន្លឹះទី1នេះគឺការដែលបងប្អូនឧស្សាហ៍ទទួលទាននៅប្រភេទសាច់ត្រីជាពិសេសសាច់ត្រីដែលសម្បូរទៅដោយជាតិអូមេហ្គា3ខ្ពស់ដែលវាជួយទៅដល់សុខភាពបេះដូងបងប្អូនកុំឲ្យលើសខ្លាញ់កុំឲ្យមានបញ្ហាកំណត់នៅក្នុងខ្សែឈាមព្រោះបងប្អូនដឹងហើយសរសៃឈាមរបស់មនុស្សយើងតែកាលណាយើងអត់មានខ្លាញ់កកយើងអត់មានកំណត់ខ្លាញ់អាក្រក់ដែលវាទុំនៅក្នុងខ្សែឈាមជាពិសេសវារាំងស្ទះប្រព័ន្ធខ្សែឈាមយើងទេវាឲ្យបេះដូងបងប្អូនធ្វើចលនាក៏ដូចជាដើរស្រួលសុខភាពបេះដូងបងប្អូនអត់មានខ្លាញ់រំគឺជាសេចក្តីសុខមួយដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានបងប្អូនអ្នកគ្នាដែលលើគេនិយាយអំពីបេះដូងពណ៌ធរ៉េនបងប្អូនអ្នកគ្នាបេះដូងពណ៌ធរ៉េនបានន័យថាបេះដូងរុំទៅដោយខ្លាញ់អាក្រក់ច្រើនអញ្ចឹងប្រភេទខ្លាញ់អូមេហ្គា3ឬក៏ប្រភេទសាច់ត្រីវាជួយឲ្យបេះដូងបងប្អូនទទួលបាននូវសុខភាពល្អកុំឲ្យមានខ្លាញ់ទាំងអស់នឹងរុំហើយបងប្អូនបបាក់រោនៅក្នុងការដែលយើងញ៉ាំប្រភេទសាច់ត្រីដែលសម្បូរទៅដោយអូមេហ្គា3បងប្អូនអាចញ៉ាំជាមួយនឹងអូមេហ្គា3នេះបាននេះបងប្អូនអ្នកគ្នាដែលអ្នកវិទ្យាសាស្ត្រនៅខាង USA គឺគេបានផលិតចេញពីត្រីសាម៉ុនសុទ្ធជាប្រភេទខ្លាញ់លំដាប់ខ្ពស់លេខ1របស់ USA គន្លឹះទី2នៅក្នុងការថែរក្សាឲ្យបេះដូងមានសុខភាពល្អគឺការដែលបងប្អូនឧស្សាហ៍ទទួលទាននៅប្រភេទបន្លែស្លឹកបៃតងក៏ដូចជាពពុះបន្លែចម្រុះពណ៌បងប្អូនទាំងអស់គ្នាដឹងហើយនៅក្នុងបន្លែមួយគឺវាមានអត្ថប្រយោជន៍របស់វារៀងខ្លួនតាមពណ៌តាមប្រភេទបន្លែផ្សេងគ្នាតើនឹងពណ៌បន្លែក៏ជាចំណុចសំខាន់មួយដែរពណ៌លឿងពណ៌ក្រហមពណ៌សពណ៌ខៀវពណ៌បៃតងឯហ្នឹងសុទ្ធតែមានអត្ថប្រយោជន៍របស់វារៀងខ្លួនអញ្ចឹងបងប្អូនព្យាយាមញ៉ាំប្រភេទបន្លែចូលឲ្យបានច្រើនដើម្បីថែរក្សាសុខភាពបេះដូងបងប្អូនល្អជាពិសេសពពុះបន្លែបៃតងដែលបងប្អូនដាំដោយផ្ទាល់ដៃទៀតបេះដូងបងប្អូនប្រកាសជាទទួលបាននូវសុខភាពល្អគន្លឹះទី3គឺការដែលបងប្អូនទទួលទាននៅប្រភេទគ្រាប់ធញ្ញជាតិនៅក្នុងប្រភេទគ្រាប់ធញ្ញជាតិក៏វាសម្បូរទៅដោយពពុះខ្លាញ់ល្អដែរដែលវាជួយទៅដល់សុខភាពបេះដូងយើងបានគន្លឹះទី4ដែលសំខាន់នៅក្នុងការថែរក្សាសុខភាពបេះដូងបងប្អូនកុំឲ្យមានបញ្ហានៅថ្ងៃក្រោយគឺរបបអាហារនឹងឯងតើតើជាមួយនឹងរបបអាហារបងប្អូនកាត់បន្ថយកុំឲ្យមានលក្ខណៈផ្អែមពេកប្រៃពេកនិងខ្លាញ់ពេកព្រោះផ្អែមពេកប្រៃពេកខ្លាញ់ពេកសុទ្ធតែជាហេតុបង្កឲ្យបងប្អូនមានបញ្ហាប្រឈមខ្លាំងមែនទែនទៅលើសុខភាពបេះដូងហើយគន្លឹះទី5ដែលសំខាន់ហើយមនុស្សយើងមិនគួរមើលរំលងគឺការដែលបងប្អូនធ្វើសកម្មភាពហាត់ប្រាណបងប្អូននឹងឲ្យពេលណាដែលមនុស្សយើងចំណាយពេលនៅក្នុងការហាត់ប្រាណសុខភាពល្អទាំងព្រមមិនថាតែសុខភាពបេះដូងទេរាងកាយបងប្អូនទាំងមូលគឺទទួលបាននូវធម៌ពលរាងកាយមួយដែលរស់រវើកធម៌ពលសាច់ដុំធម៌ពលរាងកាយបងប្អូនមកទូខ្លួនគឺទទួលបាននូវគេហៅថាសុខភាពល្អនឹងឯងបើមិនជាបងប្អូនធ្វើសកម្មភាពឲ្យបានច្រើនហាត់ប្រាណឲ្យបានច្រើនបងប្អូននឹងទទួលបាននូវសុខភាពល្អជាពិសេសបងប្អូនជាមួយនឹងសុខភាពបេះដូងកុំភ្លេចយកគន្លឹះទាំង5ហ្នឹងទៅអនុវត្តដើម្បីទទួលបាននូវសុខភាពបេះដូងដែលល្អសុខភាពបេះដូងដែលរឹងមាំ